របស់យើងជាមួយនឹងការប្រកួត Semi Final គូទី1នេះក្នុងនេះ Team Galaxy Phoenix ត្រូវជួយជាមួយនឹង Team ដែលគេចង់ជួបបំផុតនៅក្នុងការប្រកួតរបស់យើងគឺ Evilai Serenity เกมទី1ព្រោះបាទឥឡូវនេះเกมទី1របស់យើងបានចាប់ផ្ដើមដូចគ្នាប៉ុណ្ណេះទោះជាជំនួបមួយនេះ Double Elimination ប៉ុន្តែក្រុមទាំងពីរសុទ្ធតែចង់ឈ្នះនៅក្នុងការប្រកួតយ៉ាត្រាំនេះគ្នាឡើងប៉ុន្តែកលឹមអស់ជាវិញច្រើនគេនេះខ្ញុំមកលឹមការបាញ់ទៅលើ Kasima ចំមួយទាំងបែរជាមួយអូ Baxia ក៏រើសិនប្លាស់ពីKasima គេឡើងយកលឿនទៅមកមិនខ្វះសិនប្លាស់ទាំងពីរលេងពិបាកលេងជាមួយនឹង YVE ដែរណាពីកលឹមអូតាណាទីបាទអាចនឹងអស់ spell បាទមួយទៅមួយផ្ទុះមិញវល់មើលជាមួយនឹង Emblem បាទ Master Assassin ឆ្ងាល់មិនបន្សៃអាណាគាត់ចូលជាមួយនឹង Garrison ប្លាស់មើលអា4មុខទៀតតនេះខ្ញុំមើល scan 4មុខទៀតថាអត់វាយ team fight ដែរមិញថាអត់មើល team fight ដែរមើល4មុខទៀតតនេះគាត់យកស្អីគេអត់តបើគាត់យក build tank គាត់អាចនឹងពាក់ hybrid ឬក៏ពាក់ full tank យកមកបុកស្តានបានបាទមានការតែទៅលើ Yumi នេះខ្ញុំណាប៉ុន្តែ Yumi អស់ឈាមដកថយដូចគ្នាខាត់ក្រោយមកគាត់អាចពាក់ tank Adaptive Attack Season Hunter Man make លួច Garrison ប្លាស់មួយមែនគាត់តែលួច Garrison ប្លាស់មួយព្រោះដោយសារកបោ Gold នេះវាមាន2អាយ៉ាបន្តណាលុតគាត់វាយណែកបោទី1និងកបោទី1វានងដែរបាទកបោ Gold នេះវាមាន2កាកាកបោទី1យើងគាស់បានអាមួយផ្លែតដែលគាស់យើងសល់ពេលមួយផ្លែតដើម្បីធ្វើរឿងមួយអញ្ចឹង pro player គេថ្លឹងបើពេលហ្នឹងមានដៃធំគេវាយដៃធំបើពេលណាមានដៃធំគេបាញ់ទី1បានកវីតែកបោឈុតទី2គឺគេខ្វល់ទេគេលោតទៅបាន mistake បាញ់ទី1បាន mistake បាញ់ម្ដាយធំបាន mistake ទៀតអញ្ចឹងពេលហ្នឹងហេរ៉ូនធ្លាក់ដល់ដៃតែ3 stake ពីហាត់ជួយដល់គ្នាភាពយើងជាមួយនឹងការបោបន្តទៅលើ IUC ពូស្តានមួយខ្លួនដែរប៉ុន្តែជាមួយនឹងការផ្ទុះ Garrison ប្លាស់ចាត់ spell ឈាមដើម្បីទៅជាមួយនឹង Remake បាត់បង់ជាមួយនឹង Mini Cat បាត់ទៅហើយការសមាជិកដកថយចូលស្មៅចាត់ឈាមយកម្នាក់ឯងតែម្ដងជាមួយនឹង Roma Baxi នៅក្នុង game នេះលើជាន់គោះតែ Purify មកវិញពីលេងនេះខ្លួននេះ complete ជាមួយ skill ទី1ចាំជាមួយនឹង Small Total នៅតែស្រស់ខ្ញុំបន្តមានបាយការកណ្ដុងជាមួយនឹង Glim មួយទៅ2ចាប់2នឹងជាប់មីកា Flash ទីទៅក្រោយជាមួយនឹង Linaបាទ Galaxy Phoenix ហេតុអីគាត់ commit វាយមែនទាំង Jenny តំល្បី3មួយសិនមកកំប៉ាត់ឲ្យ Jenny clear មួយនឹងសិន reset សិនមកចាំបាច់អស់ជាមួយនឹង spell ពី Jenny អស់ទាំង Link Purify អស់ទាំង Luna មកអស់ Purify អស់ Link យកមក spell ទាំង4អស់ Link យកបាទបើសិនជាគាត់ hold តែមិនតិចចាំឲ្យ Jenny ល្បី4ខ្ញុំគិតថាគាត់អាចនឹងធំនៅក្នុង team fight វិញ Audio prediction Galaxy 52% Evilai 48%អូឆាយស្មៅយកតាមដល់មកជាមួយ skill ទី2របស់គាត់បើកបណ្ដេត5មកវិញឃើញមកពី Mini Cat ដូចគ្នាបាទមានការបើកបុកវាយយកជាមួយនឹង Juliana តាន់ដូចក្បៃបើកដល់បន្តយកពី Jenny មកខៀលដល់ជាមួយនឹង Experiment ដល់ជាមួយនឹង Jungler បាត់បង់ជាមួយនឹង Sayana បាទហើយតែជាមួយនឹង Team Fight នេះក្នុងពេល Roma នេះទៅបាយនៅក្នុង Midland ដល់ជាមួយនឹង Kasima វិញនេះគ្នា Roma អាចដល់ Jungler បានដែរទេមិនអាចទេខាងលើសល់តែមួយដៃតែម្ដងវ៉ាវបាទវាយគ្នាគឺមិនបាច់យក objective ទេតថលនេះចង់ចូលអាយុតថលទី2បាទហើយត្រឹម3នាទី4ទល់នឹង2 Niker អើយវាយគ្នាផ្លឹងវាយឲ្យចាញ់ចិត្តវាយនេះវាយឲ្យចាញ់ចិត្តហ្មងថតទី1 3នាទីកន្លះឆើរីត្រីដល់អែនប៉ៅរីត្រីមិនទាន់សាយណាទេលោតពូដើម្បីតង់តែខាងក្រោយដេញជាមួយនឹង Midman RG ចេញបាត់ទៅក្នុងកលេមសវរួយទេបាត់បង់កលេមដល់ជាមួយនឹង Mini Cat Jungler ដល់ជាមួយនឹង Roma ចំណេញទៅដល់ចំណេញ Jungler មានការដកថយទៅលើសាយណាប៉ុន្តែថយក៏មិនទាន់គេវាយ4ទៅ1ជាប់ flow ពីការគប់ថាពី Kashima បាទ team 2នេះគឺដូចសង្គ្រឹតគ្នាមកហើយដូចតែបាននិយាយយ៉ាងជាមួយនឹង Richler ក៏គេសង្គ្រឹតគ្នាឥឡូវមក play អស់សង្គ្រឹតគ្នាទៀត4នាទី9 kill មិនមែនជារឿងធម្មតាត្រឹមថតទី1 4នាទីមិនមែនជារឿងគីណាអាចធ្វើបានទេបើចាប់អារម្មណ៍ Yumi 2 kill ណា early game អាច full damage early game គាត់ធ្វើជា massive damage បាទអញ្ចឹងប្រហែលអាចនឹងប្រយ័ត្នជាមួយនឹង early game damage ចេញមកពី Yumi វិញបាទអញ្ចឹងបើសិនជា Yushi គាត់ build first item Sky Piercer ជារឿងល្អតែមិនទៅដូចជាគាត់ចង់ build លួចមាន concentrate តិចចង់ទៅ Glow វិញបនតិចបាទSayana build tank បដាដើម្បីមាន damage ទៅលើ Garrison ប្លាស់របស់គាត់បាទ Luna ក៏ចាប់ផ្ដើមមានណាទី1គាត់ join team fight បាន1 kill ទី2គាត់ឈ្នះ lane ទៅលើនេះទៀតមិញណាគាត់ឈ្នះ lane លើ Kelsey ទៀតបាទអញ្ចឹងបាទ Luna ក៏ត្រូវប្រយ័ត្នប្រយែង damage របស់ Luna ដែរតែអ្វីដែលសំខាន់ជាមួយនឹង game នេះខ្ញុំគិតថាបើសិនជាចូលទៅដល់ late game ក៏រៀងពិបាកបុកទៅលើខាង Galaxy ព្រោះ hero late game គេធំពេកយី Son Sin YVE ជាមួយនឹង Nathan មួយទៀតបាទលើទៅគាត់ពឹងទៅលើការ pick off គាត់ពឹងលើការ pick off បើសិនជាគាត់ set up pick off បានស្អាត Evilai គាត់នឹងតែងតែដើរកន្លាលើយកមក
បាទមួយជាមួយនឹងការបាត់ធួនដល់ថយចង់វាយទៅលើកលីមនេះគ្នាលូតជាន់ជួយកាក់នៅក្រោយតែដាច់ទៅមុន Purify លូតចូលដល់វិញតែដល់ជាមួយនឹងកលីមបាត់ទៅហើយទើបបាននិយាយគ្មានបានមួយតែ Casey បានមួយទៅពីទៅ3ព្យាមដល់ថយជាមួយនឹងការបាញ់ស្អិតពេញនៅនេះគ្នាជាមួយនឹងYushi បាទ ทีมไฟគាត់ដូចជា គេចាប់បានមុនគេលេងមុន Casey អស់ spare រត់លឿនហើយ អ្វីដែលចាប់អារម្មណ៍មួយគឺทีมไฟគាត់អស់ spell យកជីវិតចាយយក spell បាទជាមួយនឹងការបាញ់នៅក្នុងប៉មរត់ក៏មិនរួចទេគ្នាជាមួយនឹង Casey អូយូមីបាទយើងយឺតតិចបាញ់មិន ទោះគាត់លោតមកក៏គេនៅតែបដូរវាយដែរទៅលើ Kelsey មកបាក់នេះតែយូមីកន្លែងនេះបើសិនជាគាត់ដាច់ខ្លាចអត់ទីធីវ បាទយូមេទៅប៉មនេះជាប់ឬក៏មិនជាប់មីនៀនសល់តែមួយគ្រាប់បាញ់កាប់ដាច់ជាមួយយូមីដាច់ជាមួយនឹងប៉មបាត់បង់ពីគេតែដូរថតមកវិញថតនេះយកទៅនឹងក៏មិនទាន់បានប្រទេសព្រះឃើញជួយវាយណែបដៃជើមកតែលេងតែមួយមើលបានញ៉ាំឈ្ងោករីហ្វ្រីពីសាយណារត់ក៏ទៅនៅពេលខាងលើជាមួយនឹងការសូមគេតែម្ដងជាមួយនឹងមីនីខាតយកបានក៏បានជាមួយនឹងការបាត់ទៅទៅជាមួយនឹងការទៅលេងពីខាសេចេញអូកលឹមមិញបើសិនជាគាត់ជន់ AOG មិញទៅតែគាត់សម្រាប់ចិត្តជន់ណាតែគាត់ក៏គិតថាយក kill ក៏បានក៏ជារឿងល្អដូចគ្នាប៉ុន្តែព្រោះ early game មានការប្រទាយបន្ទងគ្នាជាមួយនឹង kill ក៏ដូចជា goal បាទឥឡូវរមប៉ារមខ្ញុំគិតថាបាយកាស៊ីម៉ាដាច់ទេបាទដាច់ទេតែគាត់បើ ultimate early game មានតែមិនទេនិយាយទៅខាង team Evil Line ក៏គាត់ត្រូវការជាមួយនឹង item ដូចគ្នាដែរជាមួយនឹង Yushi ក៏និយាយនៅក្រដែរណាអញ្ចឹងគាត់ត្រូវការ item ដូចគ្នាបាទជាមួយនឹង Edetel នៅបន្តការ farm ពី Kelsey កលឹមអូយ Luna សង្កំ farm មួយថ្ងៃហើយបាទយកបាន2 turret ភ្លាមយកតែម្ដងនៅក្នុង6នាទីដំបូងប៉ុន្តែអត់ជាឈៀវទៅផលដល់ជាមួយនឹង turret អ្វីយើងចង់ឃើញគឺមកនេះនៅពេលដែលគាត់មាន hero ដែលបើកមកបានគាត់ត្រូវតែពឹងលើពីលឿនគេនឹងផោគាត់បាទការផោអត់ពាក់កណ្ដាលបាយបាន3 stake កវីយកនេះខ្លួនឯងប៉ុន្តែបាយលើកាស៊ីម៉ាជារមតានេះក្បៃមីនីខេតលងហើយមីនីខេតលងហើយសមដាយើងហើយបានជាមួយមីនីខេតផ្លាស់ចូលវាយជាមួយនឹងលូណានេះគ្នាប៉ុន្តែកណ្ដាលពេលដល់ជាមួយនឹង Casey មួយនេះខ្លួនឯងខាងក្រោយបាយយកទៅដល់ជីអាយូសេចាជាសងវាយជាមួយនឹង IC ជាអ្នកផ្ដាច់ទៅលើលូណានោះទេយ៉ាងណាជាមួយនឹងអ្នកវាយបងក៏បានបងនេះខ្លួនឯងទៅលើ Jenny ពូស្តានសតលីមីណៃទៅម្ដង last man ផឹកជាមួយនឹង Express ជាមួយរត់ទៅផ្លូវណារត់ទៅផ្លូវណៃតែដូចជាបាញ់វាយក៏បាននេះគ្នាគាត់ commit មែនដល់កន្លែងហ្នឹងហ្នឹងនិយាយចេះបើនិយាយចំមកមិនកំហុស Luna Galaxy Phoenix over យកមកមក team fight មិញម្ដងម្នាក់យកមកចូលម្ដងម្នាក់បាទឥឡូវមាន concentration energy ពី Luna តែយើងដឹងហើយណា Yushi ក៏មាន weakness finder ដែរ hero ណាតាន់ក៏ត្រូវការ attack speed ដែរបើទៅឈោមុខជាមួយនឹង Yushi បាញ់ដកជាមួយនឹង attack speed អស់ហើយបាទជ្រុះ4បន្តិចបាទទោះជាគាត់មានជាមួយនឹង weakness ក៏ដោយហើយ early game hero គាត់យើងទទួលស្គាល់ថាជា hero ដែលមាន front line ហើយតែការផោកទេមិនមែន hero ឈ្មោលវាយគេទេមួយសិនមក hero late game មាន Jinsen មានណាតាន់ទេបើសិនជាគាត់ substand early ទៅដល់ mid ឈានទៅដល់ late game គឺជា game របស់គាត់ដែលងាយស្រួលបំផុតបើគាត់នៅតែជាមួយ team fight បែបហ្នឹងជាមួយនឹង Evil Eye អ្នកដែលខាត់បងធ្ងន់គឺជាក្រុមរបស់ Galaxy Phoenix នោះទេបាទហើយគេមីស្ដាច់ weakness finder ហ្នឹងហើយគឺវាលោតមករហូតបាទហ្នឹងហើយបាញ់លោតរហូតហ្នឹងមិញលោតរហូតនឹងមួយផ្លែលោត2ដងឡើង slow តាត់បែកចេញហ្នឹងបាទដកអា movement speed មកខ្ញុំងុំដក attack speed នឹងយកមក cooldown 3 second កន្លះដល់ពេញម្ដងទៀតហើយព្រោះដោយសារចំនួនដៃរបស់គេមីច្រើនវាតែកាត់ cooldown weakness finder ហ្នឹងតិចនេះបើយើងចង់ឃើញតើ Jenny ផោកគេឈ្នះដែរទេយើងឃើញថាការផោករបស់គាត់ឈ្នះគាត់ផោកវែងជាងគីមីរបស់ Yoshi ប៉ុន្តែគេឆ្លាតដូចគ្នាគេ start team fight លឿនយកតែម្ដងអញ្ចឹងធ្វើឲ្យគាត់ត្រូវបង្ខំចិត្តវាយដូចចឹងបើគាត់ត្រូវបើក team fight គាត់ត្រូវលេងបើក team fight តែបើគាត់ត្រូវលេងផោកគាត់ត្រូវលេងផោកបាទគេឲ្យផោកក៏មិនឲ្យផោកចាំធ្វើទៅលើ Jenny បើម្នេះព្រះនេះខ្លួនឯងក៏បានទិញពីសាយណានេះគ្នាវាយបោកយកជាមួយនឹងអ្នកបើកបុកបើកក្តៅទៅបន្តដាក់ជាមួយនឹង Yumi តែខាងក្រោយជាមួយនឹងកាស៊ីម៉ាតាន់ក៏បីជិះវាយមកខ្ញុំខ្លាចបាទមួយតែម្ដង experiment link of purify បើសិនជា whole lot អាចការតទាំងពីរប៉ុន្តែមួយអត់ spell Kelsey អស់ spell sprint ដូចគ្នាជាមួយនឹងការចំណាយ spell sprint កាស៊ីម៉ាអស់ជាមួយនឹងការឡើងឈាមជាមួយនឹង lot នេះគឺបាត់បង់2 spell ដូចគ្នាតែរងបានការជួយគ្នាវិញអាយ៉ាមួយដូចជាមានការចាប់ជាប់ទៅលើ Glim នេះខ្ញុំណាវាយ Glim យកតម្រង ultimate load រត់មួយប្រានេះគឺ mini cat ចូលសោលលើគេចេញ mini cat លងខ្លួនបាត់ទៅហើយជាមួយនឹង mini cat 2 Sayana wow អូ slow ខ្លាំងណាស់មិនបាញ់ទៅលើ mini cat ណាមួយដោយសារ mini cat គាត់ដាស់ចូលវាយគេហ្នឹងគាត់ដាស់ចូលដាស់ជាមួយចង់វាយសាយណាហ្នឹងហើយតែពេលហត់អត់បានវាយមិនកាត់ cooldown skill មកវិញចំសុបល link ឃើញ map តែ3នាក់តែម្ដង
បាទឥឡូវគាត់គួរតែយកឡតឬក៏យ៉ាងណាប៉ុន្តែសៃយ៉ាងណាឈាមតិច អាចគេវាយសៃណាព្រោះមែនឌីមេគេមកអស់ណា បាទកាប់បីតង់យកឈាមមកវិញដោយសារតែគេផកអស់ពេលកដានេះគ្នាវាយយកទៅលើលេងទៅថយឈុត free រត្រេទៅលើសៃយ៉ាងណាដូចគ្នាប៉ុន្តែជាមួយនឹងកាប់វាយទៅលើលេងសៃជំនផ្លុកម៉ាច់អាលុបបាទហើយអត់បាច់អាយុឈីកាន់តែមានទៅហើយ Hero Kim នេះក៏ទៅដល់ late game ក៏គឺជា hero មួយដែលគួរឲ្យខ្លាចជាងគ្នាដែរចំចិត្តក្តៅបើជាមួយនឹងទូបើក្តៅទៅមុនលោកជន់វាយយកវិញពីក្លីមចោះខ្លួនជាមួយនឹងការវាយព្រីពី KC ទុងបាទជាមួយនឹងមកគេបាយចានេះkumaដែរលោកណាផ្លាស់ទៅក្រោយនេះគ្នាដកថយមួយជុំមិនបានទៅវាយកន្លែង កាប់បើបើសិនជាគាត់ចង់វាយអានេះខ្ញុំនិយាយសាច់តែត្រូវវាយហ្មង Galaxy Phoenix នៅពេលដែលខាង Evil Eye គាត់បានលោតមិញលោឈាមអស់ពាក់កដាត្រូវកដាអុកចេននេះគឺត្រូវតែបាក់វាយកន្លែងនេះគឺត្រូវតែបាក់វាយគេអស់ spell យកមកមិនមាន map ទៀតដល់ពេលបាក់ map បាយទៀតដល់ពេលអត់វាយបែរជាចង់បាន objective T1 វិញតែបាត់បង់ Kashima នោះវិញអញបាទការសម្រេចចិត្តបាទអាចរៀងខុសតិចដែរសម្រាប់បាទជាមួយនឹងខាង Galaxy Phoenix នៅក្នុងហ្គេមទី1នេះគេមកអមឡតហើយយើងមើលទៅលើ map EVI Serenity គឺតាមមកអមឡតនេះតែអមតាន់ក៏មិនតាន់ឡតត្រូវបានដាច់ team fight នៅតែបន្តបើពិសីណាក៏មាន winter crown ក៏មាន winter crown ក៏កំពុងអូយគេលងនេះគ្នាចឹងណាក៏មិនមានអ្នកបោកគាត់ឲ្យដាច់លឿននេះខ្លួនឯងប៉ុណ្ណេះព្រះក៏បានបើនេះគ្នាកាស៊ីម៉ាកំពុងស្វែងរក target KC ចង់ទៅទីណាអត់ពេលដល់ទៅលើ KC លោកចន់ជួយពីគីលនេះគ្នាចន់ក្នុងទី5តែមានការវាយទៅលើលេខបាត់បង់ជាមួយនឹងលេខដល់ជាមួយនឹង KC តែយ៉ាងណាជាមួយនឹង KC ជួយពីក្រោយនេះកំណើ winter crown ចេញមកវិញដល់ទៅជាមួយនឹង Kashima វាយយកនេះកំណើជាមួយនឹង Link តែ kill ចូលទៅ Kashima នោះទេអ្វីដែលសំខាន់មួយទៀតខ្ញុំចាប់អារម្មណ៍ថា Chen នេះការបើកក្តៅអុកគាត់អត់ដែល lock ជាមួយនឹង KC ទេបាទ KC តែតែបញ្ចេញ damage បានតែម្ដងអញ្ចឹងគាត់ត្រូវតែក្តៅអុកគាត់ធ្វើមិន lock ទៅលើ Chen នេះបាទ IUC បានឬមួយក៏ KC កុំឲ្យ join team fight និយាយទៅ backline double backline របស់ Evil Eye Serenity គឺ free damage គ្រប់ពេលតែម្ដងបើមានចិត្ត load damage មកដល់ damage ពីរណាគឺច្រើនណាស់បាទអូចេញចិត្ត3ឲ្យធំហើយបើ Sucker ចិត្តចេញពី KC អាយុឈីមាន concentration glowing bond និង sky piercer ហើយ sky piercer គាត់ដូចជាអត់តមាន stake ទេដល់គាត់សុខចិត្តលួច Proforce វិញណា Proforce នៅក្នុង game នេះវាចំណេញសម្រាប់គាត់តែខ្ញុំគិតថាគួរតែពាក់ប្រឡោះទី4អីមិនចំណេញខ្ញុំសុខចិត្តតែគាត់សុខចិត្តយក Radiant ឬមួយក៏ Blade Armor មុនសិនណាចំណេញជាងសម្រាប់គាត់ព្រោះបច្ចុប្បន្ន Damage អាយុ C ឈឺហើយក៏មួយ Damage KC ឈឺខ្លាំងពេកហើយណាមួយ Proforce វាជា hero hybrid item hybrid ណាវាមិនមែនជា full defense យកហ្មងទេបាទអញ្ចឹងគួរតែ full defense ចំណេញជាងបាទលោតតាមបៃតងយ៉ាងម៉េចដែរជាមួយនឹងយូមីកវាត់ដំយកទៅលើលុយណានេះខ្លួនឯងនៅពេលទៅលុយណាបាត់បង់ជាមួយនឹងយូមីទៅនេះគ្នាតែខាងក្នុងជាមួយនឹងឈីអ្នកបាននេះគឺដល់វិញពីចេនេះបន្តលួចជន់វិញនេះខ្លួនឯងវាសៃណាមិនមានចាំងកន្លែងទេគេវាយ free យកទៅលើកលឹមទៅគ្នាមិន team fight អត់គ្រប់គ្នាមិនផឹងវាយគេដែរឥឡូវនេះយាយអត់គឺ Galaxy Phoenix គឺជាក្រុមដែលបកកែឆ្កឹះអាឡត countdown សរសៃ50ខាងក៏គាត់ទៅបើកមក team fight តែគេខាតអីហ៎គេកាត់មកតន់បាទដូចយ៉ាងគឺគោលដៅរបស់គាត់អាខៀលក៏ខៀលគេខៀលយើងក៏ខៀលយើងខៀលគេក៏ខៀលតែតែមិនយើងកុំប្រើ spell ឲ្យគេប្រើ spell មិនគេអត់មានប្រើ spell ទេបាទហ្នឹងជា Facebook game ដែលគាត់ចង់បានហ្នឹងអូ damage របស់ Yushi ច្រើនជាង Jenny ទៀតតែ Luna ក៏ damage គាត់ច្រើនដែរ 42k damage deal ឥឡូវចាំមើលតិចទៀតមិនមានម្លោទៀតមានម្លោទៀតក៏ធ្វើអញ្ចឹងទៀតបើសិនជាម្លោនៅអត់ឈ្នះចាញ់បាទជាមួយនឹងការបើក team fight គេប្រើ spell តែគេក៏ដឹងនេះខ្ញុំអត់ឯងគេសឹកចិត្តដាច់ក៏គេបញ្ចុច spell នេះគ្នាព្រាមទុក spell វាយជាមួយនឹង team fight លោតតែលោត Minicat យកបាត់ហើយបាទគេ fast load យកតែម្ដងដោយសារមានជាមួយនឹងណាតាន់ដូចគ្នាបងដែរបើសិនចូលដល់ late game Galaxy Phoenix អាចនឹងល្អនេះក្រុមណាឥឡូវរត់បន្តឹងអា face game ឡើយហ្នឹងចឹងមកគេប្រើ spell មិនគេរត់រួចតែ team fight ហ្នឹងគឺគេអត់មាន spell ប្រើវិញអាពេលវាយ lot តែបើគេអត់ប្រើ spell គេងាប់គាត់យក lot free បាទប្រយ័ត្ន damage របស់ Luna Holy Crystal ហ្នឹងណាឡមែនជាមួយនឹងការចាប់វាយផ្លូវខាងលើដូចគ្នាវិញក៏បានចូលខ្លួនទៅកាន់ Yumi lot ក៏បានមកដល់ជាមួយនឹងការបុកមួយផ្លូវខាងលើបណ្ដោះអាសន្នផងដែរលុយចាប់ដើម swing មកបដាជាមួយនឹង 2.4k gold ដាច់មកឡូននេះមកបាន3ប៉ុមទៅតែ M frame ឆ្ងាញ់យន្តដល់ជាមួយនឹង Galaxy Phoenix ព្រាមជាមួយនឹងការដាក់កាទេ slow មួយនេះគ្នាគប់ skill ទី1ទៅខាងក្រោមនេះខ្ញុំណាប៉ុន្តែជាមួយនឹង lot ទៅតែកេះជាមួយនឹង minion បដាមកដល់ខាងក្រោមការជប់លៀងមិនទាន់មកចាប់នោះទេគឺតាបាត់បាក់ថែមទៅឲ្យជាមួយនឹងសលេងមកយូរជុំគ្នាបងប្អូនម្ដងញ៉ាំជាមួយនឹង express ជុំគ្នាមកហើយជាមួយនឹងការគវី skill ទី1វាយចូលដល់ក្នុងផ្ទះជាមួយនឹង Link Kashima Link តាមទីក្បៃសាយណាមិនមានអ្វីធ្វើបាក់ក្រាបបដុំពីចេនេះតកទី Luna ឆោបាយ free នេះគ្នាតែលួចតាមបាយបោយកទៅលើខណៈពេលខ្លួនឯង free ដល់ជាមួយនឹង Yumi រត់ក៏ប្រេគ្នាបាត់បង់ជាមួយនឹង Yumi 34អ្នកចង្រៃលួចក៏ពីសាយណាអត់ឈឺនោះទេតែដល់បានជាមួយនឹង Jenny មួយនេះគ្នាថយមកក្រោយអស់ជីវិត2មានអ្នកជួយទៅលើ claim ដែរទេងើបពីជីវិត2កាប់បាយតាំងជាមួយនឹង IUC មីនៀន31អស់មីនៀនបាត់ទៅហើយមកបងទៀតថែមីនៀន3មកទៀតជាមួយនឹងការកំងមីនៀនចាមទូចមកវាយកោះវាយយកជាមួយខ្ញុំវាយទៀតចេញចំណែក game ទី1ក៏បានទៅលើ Galaxy
Phoenix ដូចនិយាយអត់